អូនទាំងអស់គ្នានៅនឹងសំអាហារពីរបៀបធ្វើកាហ្វេទឹកដោះគោតែជាប្រភេទកាហ្វេហ្វីនណាបងប្អូនឬក៏ហៅកាហ្វេឆុងដៃក៏បានដែរចា៎ពីរបៀបនេះធ្វើគឺមានតែការគ្រាន់តែមានតែដូចនៅក្នុងវីដេអូហ្នឹងណាបងប្អូនចាហើយអធិស្ឋានសារខ្ញុំដាក់ថតនោះអត់បានចាប់អារម្មណ៍ថាថតដល់កៅខាងព្រំចាចំពោះកៅគឺមានលក់នៅទីផ្សារច្រើនឲ្យតែកន្លែងលក់ចានឆ្ងាញ់លក់អីតែនេះយើងគ្រាន់តែចាក់ដោះគោមកចាយើងចង់បានជាតិផ្អែមប្រមាណតាមចំណង់ចំណូលចិត្តយើងហើយយើងមានរង្វាស់ត្រឹមត្រូវមិនមែនថាចេះចាក់អត់ទេណាចាគេមានកលៈរបស់គេមួយកលៈហ្នឹងមានប្រមាណ ml កលៈទី2ប្រមាណ ml និយាយចំទៅគឺមិនមែនចេះចាក់ឯងចាច្បាស់លាស់ហើយវាលឿននៅពេលដែលយើងលក់ដាច់គឺរបៀបដែលខ្ញុំបង្ហាញហ្នឹងគឺលឿនមែនតើហើយចាហើយនៅក្នុងវីដេអូហ្នឹងគឺមានខ្ញុំគាត់កំង3កែវហើយដោយសារខ្ញុំអត់បានខាទេគឺខ្ញុំធ្វើតាមសម្រួលចាបើសិនជាយើងវល់ជាមួយនឹងកែវក្រិតគឺយើងលើរង្វាស់ហើយយើងចាក់វាសួរព្រោះកំពុតទឹកដោះគោទៀតចាអានេះខ្ញុំជួបផ្ទាល់ណាចាហើយវាធ្វើឲ្យយូរជាងការដែលយើងចាក់នៅក្នុងកែវបែបនេះចាការដែលខ្ញុំបង្ហាញហើយភ្ញៀវគាត់ចាំតាមអត់ថាគឺបាននៅក្នុងនេះខ្ញុំអត់បានខាខ្ញុំធ្វើតាមសម្រួលអញ្ចឹងណាបងប្អូនភ្ញៀវគាត់អត់បញ្ញាប់ខ្ញុំក៏មានពេលថតអញ្ចឹងតែបើតាមធម្មតាគឺយើងធ្វើលឿនជាងហ្នឹងចាពីព្រោះការដែលយើងឆុងបែបនេះគឺវាអត់ធ្វើឲ្យយើងកពុបបញ្ញាញ៉ៃហើយវាតន់ចិត្តយើងចង់បានបែបណាក៏បានអញ្ចឹងណាបងប្អូនហើយឆ្ងាញ់តានីជូនតែឆ្ងាញ់ហើយសំខាន់រសជាតិនៅក្នុងកាហ្វេនេះ3កែវនេះគឺអូហូញាក់តែម្ដងបានញ៉ាំហើយដឹងមកម្ដងទៀតហ្មង